mà bạn cô nhung luôn này nhung bán ta cô nâng tê ở phía cô nâng tê nhung cái miền này na tí phân tê nhung cha ơi đã bê sức ba đã bê ấy rồi mà cho mong mình pin đọc và bán hơi đọc đông giờ từ lúc nào bán mà mờ nã tới cái ơi pram pon giờ mình chăm chỉ bật cho mùi nâng cồn tăng có miền si ở bạn đã biết lực ba tê lại mê cồn xong chui cái nhóm bò người miền có gì mà cứ rộp cồn để nâng cái tê nhóm ở bị cồn nâng tư nhóm ở miền này nè tê cồn ở chia mai mà chụp nhựa bàn đây tê bây giờ một nước cho mùi cồn xong rồi có mùi chui phong hay bọn bọn tăng krau bete không bete chui nhom phong còn nhom đâu sạch nó không khu của bài đâu sạch ơi đừng bao phù viên bọn bọn ơi chui phong anh đất quật khang men tên bọn bọn ơi bà thằng còn mà có cái miền ngày nay trong một đò tè đã bỏ quật to hay khơi pi sập hiệp bỏ quậtนั่นคือปะบะพเนจคลังมันเตนบ่ปนมันเคยจังบ่าคือบะบะพเนจคลังมันเตนซอนสบายจังไงให้chươngบ่กอดนี่บะទៀតบ่าchươngបៈហ្នឹងគឺអត់ទាន់បានដកដៃចេញទេដៃនៅនឹងឥឡូវហ្នឹងគាត់មានជំងឺដុសផ្សិតនៅក្នុងខួរក្បាលបាទមានតែដេកនៅស្ដោកស្ដឹងបាទមានតែចិត្តចង់ជួយម្ដាយចង់ជាចង់ជួយម្ដាយប៉ុន្តែមិនដឹងជួយយ៉ាងម៉េចបើខ្លួនឯងជួយអត់រួចប៉ុណ្ណឹងហើយម្ដាយនេះវិញគឺគាត់ចាស់ទៀតមានជំងឺទៀតហើយមានជំងឺដើរបេះស្លឹកបាសបេះអីចឹងទៅដើម្បីយកលុយហ្នឹងទៅទិញកូនចិញ្ចឹមកូនហើយដល់ពេលប្តីរបស់គាត់ហ្នឹងគាត់អតីតតាហ៊ានបាទពីមុនមកគាត់ជាអតីតតាហ៊ានហើយដល់ពេលគាត់ត្រូវបំបែងត្រូវគ្រាប់ធ្វើអីចឹងទៅគាត់ទេតណូសបងប្អូនការជំនាន់ហ្នឹងឥឡូវហ្នឹងស្មារតីរបស់គាត់អត់សូវល្អដូចកាលពីមុនទេបងប្អូនបាទហើយនេះលោកយាយត្រូវជាប្រពន្ធរបស់គាត់ឥឡូវហ្នឹងកូនដេកឈឺនៅមួយកន្លែងបាទអត់មានលុយកាក់អីសម្រាប់ព្យាបាលទេបើសិនជាបងប្អូនបានឃើញបាទបងប្អូនជួយគាត់ផងបាទតិចក្តីច្រើនក្តីទៅតាមសទ្ធាណាបាទណិតគាត់ខ្លាំងមែនតើបងប្អូនអើយបាទជួយមកតាំងកងអត់ស៊ីដែរគួយអើយកូនអើយជួយម៉ែទៅអាណិតម៉ែអត់មានកមកគ្រាប់ទេលុយក៏អត់អីក៏អត់បាទអ៊ំខ្វះខាតអីខ្លះអ៊ំនិយាយមកអ៊ំតាំងកងក៏អត់ដែរកូនអើយផ្ទះបាក់អើយកូនឡើងទៅមើលទៅមានតានូតបាទបាក់អើយមាននាបទេកូនអើយកូនបានម៉ែធ្វើតង់ដេកនៅនឹងទៅបាទអ៊ំលិចអើយតបោអីមានទេកូនអើយកូនអត់មានលុយកាក់100ខ្លួនខំទៅបិស្លឹកបាសដើរទោះព្រោះមកនឹងបានមកកូនអើយកូនបាទនេះទៅនេះណាសូមឲ្យក្មួយជួយខ្ញុំលើកម្រាមដៃ10បាទអ៊ំជួយពួកកូនខ្ញុំចាប់ណាមានមត្តភាពទេបាទអ៊ំបាទនៅយប់អត់បានដេកយប់មិញអីបឈរទល់តែភ្លឺនៅក្នុងពេទ្យស្លាប់2យប់រហូតអូគាត់យំតាមពិតគាត់ដឹងយំតាអូអ្នកណាមកគឺយំនេះគាត់តាមពិតគាត់ពេលអ៊ំនិយាយទៅគាត់នេះអ៊ំគាត់ដឹងគាត់យំដឹងអូរាប់រៀបប្រាប់តែអត់លុយអត់អីចឹងយំបាទចុះគាត់អាចនិយាយអីបានអាចហូបអីបានទេអ៊ំបបមកចុងជាព្រាទឹកចឹងគូមកវិញទាំងអស់លោកគួយអូចឹងមកន័យថាគាត់ហូបអីលែងកើតទៅចឹងអ៊ំអត់អូយបងប្អូនហើយបាទគាត់យំគាត់ចង់ជាដល់ពេលអត់មានលុយព្យាបាលអូយបងប្អូនមិញស្រែកម៉ែអើយម៉ែជួយកូនទៅមិញចឹងដែរម៉ែថាតិចទៀតអ្នកខ្សែមកដល់ឲ្យកូនទ្រាំបាទអ៊ំបាទកូនហើយកូនមើលកាន់សាភាពកាន់ធ្ងន់ធ្ងរហើយអ៊ំក៏ឈឺទឹកនោមផ្អែមលើសឈាមបាទមេរោគក្នុងកាពះឡើងហើមទៅកំដរកូនឡើងហើមពីនឹងមកទឹមស្រកបាទអ៊ំអ៊ំបាទបងប្អូនប្អូនប្រុសគាត់ចង់ជីដល់ពេលអញ្ចឹងទៅម្ដាយវិញគាត់អត់មានលទ្ធភាពនៅក្នុងការមើលថែណាបាទដល់ពេលអញ្ចឹងមានតែយកកូនហ្នឹងមកផ្ទះវិញបាទ
ហើយដល់ពេលឥឡូវហ្នឹងក្តីសង្ឃឹមរបស់គាត់ហ្នឹងគាត់គិតថាគីឡូខ្ញុំមកជួយផ្សព្វផ្សាយអញ្ចឹងទៅមានបងប្អូនគាត់ជួយអញ្ចឹងទៅអាចយកកូនគាត់ទៅព្យាបាលបានគាត់តាក់ទងមកនេះគាត់ចង់ឲ្យខ្ញុំមកជួយផ្សព្វផ្សាយគីឡូមានបងប្អូនសប្បុរសជននៅក្នុងស្រុកនៅក្រៅស្រុកគាត់បានឃើញអញ្ចឹងទៅបាទគាត់ជួយទៅដល់លោកយាយណាព្រោះដូចបងប្អូនបានឃើញអញ្ចឹងបាទគឺអាណិតគាត់ខ្លាំងមែនតើបានជួយមែនម៉ែអូយបាទអ៊ំបាទម៉ែសុខចិត្តបដូរជីវិតនឹងកូនឲ្យតែបានឲ្យកូនរស់នៅអ៊ំអត់អីទេអ៊ំចាំមើលខ្ញុំជួយផ្សព្វផ្សាយគីឡូមានបងប្អូនគាត់ជួយណាអ៊ំណាបាទអ៊ំបាទអត់អីទេអ៊ំចាំខ្ញុំជួយផ្សព្វផ្សាយឲ្យគីឡូមានបងប្អូនគាត់ជួយបងប្អូនអើយយកបានដេកទេកូនអើយដូចយំមិញម៉ែអើយកូនទៅហើយម៉ែតែកូនទ្រាំរស់នៅជាមួយម្ដាយបាទដល់ពេលដូចថាចង់អស់ចឹងម៉ែអើយកូនទៅអើយចាប់ដៃម៉ែយកទៅដាក់លើមទ្រូងដូចថ្ងៃមិញចឹងជួយគាត់ប្រាប់អ៊ំថាម៉េចទៅអ៊ំតែម៉ែអើយបូអត់ពីខ្ញុំទៅម៉ែថែសារខ្លួនផងបាទអ៊ំកូនអញជឿម៉ែឡើងមើលទៅផ្ទះមានតានោះទេកូនអើយបាទអ៊ំបាទអត់អីទេអ៊ំមកជាមួយខ្ញុំជួយផ្សព្វផ្សាយឲ្យណាអ៊ំណាគីឡូមានគេជួយបានគេបានឲ្យកូនដាក់ដេកនឹងបាទអ៊ំបាទតែស្អីក៏គេឲ្យដែរឲ្យក្រោយកូនដេកកុំឲ្យឈឺបាទអ៊ំ